សួស្តីបងប្អូនសូមស្វាគមន៍មកជួប Channel ខ្ញុំបានសារជាថ្មីម្ដងទៀតហើយមកជួបខ្ញុំបានសារជាថ្មីនេះគឺខ្ញុំបានយកចំណេះដឹងមួយមកចែកជូនដល់បងប្អូនទៀតហើយចំណេះដឹងនេះទីសោតគឺតកតងនឹងការយើងធ្វើ cover Facebook របស់យើងបងប្អូនណាអញ្ចឹងកាលពីលើកមុនហ្នឹងខ្ញុំបានធ្វើ cover Facebook ម្ដងរួចស្រេចទៅហើយប៉ុន្តែខ្ញុំធ្វើលោកនោះគឺតកតងនឹងការយើងលក់អនឡាញបងប្អូនណាលក់អនឡាញលក់របស់របរអីគឺយើងដើម្បីឲ្យគេស្គាល់យើងដើម្បីគេងាយស្រួលតកតងទៅយើងគឺយើងដាក់ ABA ដាក់លេខទូរស័ព្ទដាក់Facebook ឬក៏ដាក់ Telegram អីសពបែបយ៉ាងនៅក្នុងហ្នឹងសំណុកឲ្យគេងាយនឹងតកតងទៅយើងបងប្អូនណាប៉ុន្តែឥឡូវនេះគឺខ្ញុំធ្វើ cover Facebook ដែរប៉ុន្តែធ្វើជាធម្មតាទេអត់ដាក់លេខ AVA ទេបងប្អូនណាអានេះគឺបងប្អូនរកចំណូលតាម Facebook គឺយើងដាក់ធ្វើម៉េចដាក់ cover Facebook ឲ្យបានស្អាតបងប្អូនណាហើយដល់គេមើលទៅគេមានចំណាប់អារម្មណ៍លើ Facebook របស់យើងអញ្ចឹងសូមបងប្អូនទៅទស្សនាទាំងអស់គ្នាដូចតទៅបងប្អូនណាអញ្ចឹងជាដំបូងបងប្អូនត្រូវមានកម្មវិធីមួយដើម្បីបង្កើតបានត្រូវមានកម្មវិធីមួយគេហៅថាកម្មវិធី Picture Lab បងប្អូនណាអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់កម្មវិធីបាទដែលមិនទាន់មានកម្មវិធីហ្នឹងបងប្អូនចូល down មកនៅក្នុង Play Store សម្រាប់ទូរស័ព្ទ Android ហើយនឹងសម្រាប់ទូរស័ព្ទ iOS បងប្អូន down នៅក្នុង App Store បងប្អូនណាអញ្ចឹងបងប្អូនចូល down មកចូលមក Play Store សម្រាប់ទូរស័ព្ទ Android អញ្ចឹងខ្ញុំវាយពាក្យថានឹងចុចកន្លែង search មកយើងវាយពាក្យថា Pixel Lab នេះPixel Lab នេះលើគេបងប្អូន Pixel Lab នេះបងប្អូននេះអាលើគេក៏បានឬអាទី3នេះក៏បានដែរបងប្អូនណានេះឥឡូវខ្ញុំបាន down រួចហើយបងប្អូនណាកម្មវិធីហ្នឹងខ្ញុំគ្រាន់តែចុច open អញ្ចឹងបងប្អូនដែលអត់ទាន់ down គឺមានសញ្ញាពណ៌ខៀវហ្នឹងគេដាក់សញ្ញា download អញ្ចឹងខ្ញុំមានហើយខ្ញុំគ្រាន់តែចុចតា open គឺជាការស្រេចហើយបន្តមកទៀតខ្ញុំលុប text នឹងចោលបងប្អូនណានេះយើងចុចសញ្ញា delete នឹងចោលមកហើយបន្តមកទៀតបងប្អូនត្រូវកំណត់ទំហំនៃ cover Facebook របស់យើងបងប្អូនចុចសញ្ញា4ជ្រុងខាងស្ដាំដៃនេះបងប្អូននេះស្ដាំដៃហ្នឹងបន្ទាប់មកយក image size អញ្ចឹងបន្ទាប់មកយើងចុចពាក្យថា custom បងប្អូនហើយយើងយកពាក្យថានេះ profile picture យកអាហ្នឹងមកអា4ជ្រុងហ្នឹងមកតបមកចុច OK បន្តមកទៀតបងប្អូនទៅចូលដើម្បីទៅកំណត់វាបានបងប្អូនចុចលេខបូកនេះលេខបូកនេះបន្ទាប់មកយកពាក្យថាសាបបន្ទាប់មកទៀតបងប្អូនយក4ជ្រុងបងប្អូនយក4ជ្រុងនេះមកហើយបន្ទាប់មកទៀតបងប្អូនត្រូវទៅនេះទៅដាក់ stroke របស់វាបងប្អូនដាក់ stroke អញ្ចឹង stroke បងប្អូនដាក់ពណ៌ខៀវបងប្អូនណាប៉ុន្តែសម្រាប់ខ្ញុំដាក់ពណ៌ខៀវបងប្អូនដាក់ពណ៌អីក៏បានដែរបងប្អូនណាបន្ទាប់មកយើងទាញមកលើបន្តិចទៀតបងប្អូនយកពាក្យនេះយកមានថា stroke y បងប្អូនយកហ្នឹងមកយកត្រឹម10ហើយបន្តមកទៀតបងប្អូនដាក់ color ឲ្យហើយតែហ្មងបងប្អូនណាឥឡូវបងប្អូនចង់ដាក់ color ពណ៌អីដាក់ពណ៌អីបងប្អូន color អញ្ចឹង color ខ្ញុំដាក់ពណ៌នេះទៅបងប្អូនណាចឹងពណ៌ហ្នឹងទៅហើយបន្តមកទៀតខ្ញុំចុច text បន្តមកទៀតបងប្អូនទាញវាមកបងប្អូននេះទាញវាឲ្យប៉ិនប្រឡងនឹងមកបងប្អូនប៉ិនហ្នឹងមកហើយបន្តមកយើងពង្រួមវាបន្តិចទៀតមកបងប្អូនរួមតែប៉ុណ្្នឹងបានហើយបន្តមកទៀតយើងត្រូវនេះយើងឈរលើសញ្ញា4ជ្រុងហ្នឹងបន្ទាប់មកបងប្អូនយកពាក្យថា relation position
đã thầm mấy ở bên trong cái đá đó phần nắng bàn là tọt máu dương thịt bần tọt mà tiết bông ôn từ nè chạ sau về sân mà vốn đấy chạ sau về mùi máu bần tọt máu dương thịt mình hay bần tọt mà tiết bông ôn từ châu sạp máu nè châu biển này máu tọt máu do nhà bùn trống này do nhà múl bần tọt mà tiết bông ôn từ do stroke do bò hòm mà nó nhầm do có hòm ở về riêng chào tí mà nó có hòm mình tọt máu dương thích về màu hỏi dương tiền với bông bố nó tiền nhà riêng tôi tịch máu phần nắng mình tọt máu dương copy về mùi tiền màu dương đã thơm mấy ơi về riêng tôi tịch chứ bông bồn tôi tịch màu của mọi về riêng thông pi phần năng hài mình tọt máu dương chạ sau về máu hay bần to mà tiết bông ôn từ sò xe sò vốn á xe sò máu cho nhà lịch bộ đỏ đáy tọ máu do thạch bị đỏ máu bần to mà tiết bông ôn do biển do máu thà đã thà phô lố earth on chẳng đời earth on tọ máu dương thích ok bần to mà tiết bông ôn từ nè bông ôn từ chờ lửa sò ế bần tọp máu bông ôn từ đồ phun bông ôn cho nè do phết ritual do nặng máu bần tọp máu dương thích ok bần tọp mà tí bông ôn từ nè do bịa thả bi style bi là sò bi nứng cái nặng máu bần tọp máu do sò thòng thích ok tiệt bần to mà tiết bông bồn cho color lấy bông bồn trong bàn po ấy lấy bò có hóm do bò có hóm bông bồn đấy bần to mà tiết dương thích về màu hai bần to mà tiết bông bồn cho bịa thả stroke bông bồn cho stroke nè scroll về màu truyền ở máu do bịa thả stroke stroke bông bồn trong bàn po ấy còn nắng cái bộ nó bật tỏ máu dương tiền nguyên tịch màu tỏ máu dương thạch về màu máu dương tiền về máu bông bồn hay bật tỏ màu tiết bông bồn từ đã tầm hôm mà son tịch tiết bông bồn á đã tầm hôm về tịch tiết máu bông bồn scroll về màu đám bật tỏ máu này do bịa thả xài máu dương thịt về máu hay dương tiền về màu lớn tịch máu hay bần to mà tiết bông ôn tra copy về bông bồn đấy copy về máu làm bài bàn là sò mình ta đa giờ mình chăm bạch copy xanh thực tế bạch prai thực tế dương đã mua dương bông bồn đấy dương đã một nhóm năng ấy bật tọt màu tiết nhóm thích ok kênh về màu đấy bông bồn á bật tọt màu tiết dương bông ru mà so năng tịch tiết tao bông bồn á của mọi người về hình page bông bồn trồn màu bịa thả sái thấy dương tiền về màu bông bồn mà dừng tiền từ lớn tịch tiết đó bông bồn á hai bần to mà tiết bông bồn từ copy về mùi tiết bông bồn á bông bồn cho bịa thằng cho lừa về máu bần to máu do bịa thằng copy to máu cho lừa về bị đó dừng từ xem đồng chứ dừng đặt hạ lái rồi cho cái bìa máu bần to máu xé đấy cái bìa về mùi tiết máu bần to máu follow tập máu dựng đạn thà en khẩm mình này chân tàu còn vốn khẩm mình bẩn tọp mà tiết
បងប្អូននេះចុះបន្ទាត់វាមួយមកបងប្អូនចុចពាក្យថាចុះបន្ទាត់ហ្នឹងមកនេះចុចលើអក្សរហ្នឹងចន្លោះអក្សរហ្នឹងបន្ទាប់មកយើងចុចនេះសញ្ញាហ្នឹងមកបន្ទាប់មកចុចអូខេមកចឹងអក្សរហ្នឹងយើងត្រូវដាក់ឲ្យតូចបន្តិចបងប្អូនណាដាក់ឲ្យតូចជាងគេបងប្អូនបន្ទាប់មកបងប្អូន scroll វាមកឆ្វេងយកពាក្យថាសាយហ្នឹងមកប៉ុណ្ណឹងបងប្អូនណាប៉ុណ្ណឹងហើយបន្ទាប់មកទៀតបងប្អូនទាញអក្សរនេះទៀតបងប្អូនណាកុំឲ្យវាជាន់នឹងរង្វង់profile រូបភាពរបស់យើងប៉ុណ្ណឹងរួចហើយបងប្អូនណាហើយបន្ទាប់មកទៀតបងប្អូនត្រូវយករូបភាពបងប្អូនណានេះបងប្អូនចុចសញ្ញាលេខបូកបន្ទាប់មកបងប្អូនយក from gallery តោះមកយើងទៅយករូបភាពបងប្អូនណាយក photo តោះមកយក all photo ឥឡូវខ្ញុំយករូបភាពខ្ញុំមួយឥឡូវខ្ញុំដូចអត់សូវមានរូបភាពទេបងប្អូនណារូបភាពខ្ញុំដូចអត់សូវមានឥឡូវខ្ញុំយករូបភាពខ្ញុំនេះមួយបងប្អូនណាតបមកខ្ញុំទាញវាមកលើបន្តិចតបមកខ្ញុំ take OK តបមកយើងទាញវាមកបងប្អូនទាញវាមកបង្រួមវាដាក់នៅក្នុងរង្វង់ហ្នឹងនឹងប៉ុណ្ណឹងរួចជាការស្រេចហើយបងប្អូនណាប៉ុណ្ណឹងរួចជាការស្រេចហើយបន្ទាប់មកទៀតយើងត្រូវចូលនេះអាសញ្ញា4ជ្រុងនេះដដែលបន្ទាប់មកបងប្អូនយកពាក្យថា transparent ដើម្បីយើងលុប background ខាងក្រោយនឹងចេញអញ្ចឹងយើងចុច transparent នឹងមកប៉ុណ្ណឹងបានហើយបងប្អូនណាហើយបន្ទាប់មកយើង save នេះចុចសញ្ញា4ជ្រុងខាងលើហ្នឹងយកពាក្យថា save as image ហើយយើងយកពាក្យថា custom យើងយកពាក្យថា high គឺឲ្យបានច្បាស់ខ្លាំងបងប្អូនតបមកយើង save to gallery ហើយបន្ទាប់មកទៀតបងប្អូនទៅមើលនៅក្នុងphoto របស់យើងតបមកអ្នកយក album តបមកយក all photo នេះក្រោមគេនេះបងប្អូនឃើញនេះយើងបានcover Facebook យើងបានមួយហើយបងប្អូនណាហើយបងប្អូនអាចយកទៅប្រើប្រាស់អីបានទីបងប្អូនហើយបងប្អូនមានបងប្អូនអាចកែច្នៃដោយខ្លួនឯងនេះក៏ជាការបង្ហាញសម្រាប់ខ្ញុំទេបងប្អូនណាបងប្អូនអាចលេងខ្លួនឯងបងប្អូនអាចដាក់ពណ៌អីក៏បានដែរនេះពណ៌អីក៏បានពណ៌ក្រហមពណ៌ខៀវអីក៏បានដែរស៊ីសងលើចំណង់ចំណូលចិត្តរបស់បងប្អូនអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងទេបងប្អូនណាហើយកុំភ្លេចជួយចុច Subscribe និងសញ្ញាកណ្ដឹងព្រមទាំង share វីដេអូរបស់ខ្ញុំឲ្យទៅដល់បងប្អូនផ្សេងដែលគាត់មិនទាន់បានស្គាល់ឲ្យគាត់បានស្គាល់ហើយបានចេះដឹងផងបងប្អូនណាសូមអរគុណនិងសូមជម្រាបលា